ចាសួស្តីហ្វេនចាសួស្តីទាំងអស់គ្នាសុខសប្បាយជាទេពុកម៉ែបងប្អូនចានេះគឺជាផ្កាម្លិះដ៏ស្រស់ស្អាតចាជារៀងរាល់ថ្ងៃសិលចាពុកម៉ែបងប្អូនតែងតែទិញផ្កាម្លិះយកទៅក្រងហើយក៏ចាយកទៅបូជាព្រះឬកម្មវិធីមង្គលការផ្សេងចាហើយនេះខ្ញុំស្រឡាញ់ផ្កាម្លិះណាស់ពុកម៉ែបងប្អូនដោយសារតែផ្កាម្លិះគឺមានក្លិនក្រអូបចានៅពេលដែលយើងចាស្រូបយកក្លិនហើយគឺមានអារម្មណ៍ស្រស់ស្រាយចាធ្វើយើងសប្បាយចិត្តផងដែរចានេះខ្ញុំស្រឡាញ់ផ្កាម្លិះចានាំភាពចាមានបានសំណាងហងស៊ុយហេងគឺយើងតែងតែដាំនៅមុខផ្ទះចាអញ្ចឹងពុកម៉ែបងប្អូនកុំភ្លេចចាយកផ្កាម្លិះដាំនៅមុខផ្ទះយើងដើម្បីនាំហេងនាំសំណាងក្រអូបពេញផ្ទះតែម្ដងណាពុកម៉ែបងប្អូនចាអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាចាហើយងើបពីគេងមកពុកម៉ែបងប្អូនចារៀបចំចាធ្វើការអ្នកខ្លះក៏រស់ស៊ីមែនទេពុកម៉ែបងប្អូនចាពុកម៉ែបងប្អូនកុំភ្លេចថែទាំសុខភាពផងដែរដោយសារតែចារាល់ថ្ងៃនេះចាអាកាសធាតុយើងក៏ប្រែប្រួលផងដែរចា